រឿងរ៉ាវអបិយជំនឿបានកើតឡើងនឹងនិទានតគ្នាមកថាសត្វខ្លែងស្រាបើយំនៅលើដំបូលផ្ទះអ្នកណាផ្ទះអ្នកនោះនឹងត្រូវជួបរឿងអាក្រក់ដែលអាចបណ្ដាលឲ្យនៅក្នុងផ្ទះនោះមានមនុស្សស្លាប់ឬកើតនៅរឿងហេតុផ្សេងដែលនឹកស្មានមិនដល់ជាមិនខានខ្លែងស្រាអន្តងប្រលឹងនៅក្នុងរាត្រីនៃស្បៃអន្តកាលនៅក្រោមផ្ទៃមេឃងងឹតស្លុបពពកខ្មុះខ្មាញ់ខ្យល់បក់វីវក់ដើមឈើតូចធំរេរាំតាមកម្លាំងខ្យល់លីឡំនិងផ្គរលាន់ក្រហមក្រឹមបានបន្លឺឡើងហាក់បានប្រាប់ទៅដល់គ្រប់សត្វទាំងអស់ថាពេលនេះមេឃជិតបង្អកព្រីហើយដូច្នេះគ្រប់សត្វទាំងអស់ដែលរស់រាននៅក្នុងព្រៃចាប់ផ្ដើមផ្អើលឈូឆរដើម្បីរកទំនុំនិងរកចម្រោកកិច្ចខ្លួនពីព្យុះភ្លេងដ៏សន្ធឹកនេះដែលជាហេតុបណ្ដាលឲ្យនៅក្នុងព្រៃមានសម្លេងសត្វកងរំពងប្រឹក្សាដោយសារតែអាកាសធាតុពេលនេះ